រឿងម៉ាក់នោះមាន់ណនិពន្ធដោយអ៊ំវណ្ណថារីគូសរូបដោយសៀតសុភាពតៃតៃនិងម្ដាយត្រឡប់មកពីផ្ទះតាហើយដើរតាមវាលស្រែតៃតៃឃើញសត្វមួយនាងក៏សួរទាំងចង្អុលថាម៉ាក់នោះសត្វអីគេនោះគឺមាន់កូនវាមានចំពោះជើងពីរនិងស្លាបម្ដាយនិងកូនដើរដល់ស្រះមួយតៃតៃក៏និយាយឡើងថាម៉ាក់នោះមាន់ហែលទឹកទេវាជាទាអន្តាមិនមែនមាន់ទេកូនដើរបានឆ្ងាយបន្តិចតៃតៃក៏ស្រែកឡើងថាម៉ាក់នោះមាន់ក៏វែងទេវាជាកង្ហានតាកូនមិនមែនមាន់ទេពេលដើរដល់របងមួយតៃតៃក៏ឧទានឡើងថាម៉ាក់នោះកូនមាន់តូចទេវាជាចាបតាមិនមែនមាន់ទេកូនដើរដល់ទីវាលមួយតៃតៃក៏ស្រែកឡើងម៉ាក់នោះមាន់ច្រើនណាស់ទេវាជាព្រាបតាមិនមែនមាន់ទេកូនដើរផុតវាលបន្តិចក៏ឃើញថ្លុកមួយតៃតៃនិយាយឡើងថាម៉ាក់នោះមាន់ជើងវែងទេវាជាកុកអន្តាកូនមិនមែនមាន់ទេដើរបានបន្តិចក៏ឃើញមែកឈើក្បែរផ្លូវតៃតៃក៏ឧទានឡើងថាម៉ាក់នោះមាន់ខ្មៅទេវាជាក្អែកអន្តាកូនមិនមែនមាន់ទេដើរបានបន្តិចតៃតៃក៏និយាយថាម៉ាក់នោះមាន់ពណ៌ស្អាតទេវាជាសេកតាមិនមែនមាន់ទេកូនដើរដល់វាលមួយតៃតៃក៏និយាយទាំងមើលទៅលើមេឃថាម៉ាក់នោះមាន់ហើរចុះឡើងទេវាជាត្រចៀកកម្មតាកូនមិនមែនមាន់ទេម្ដាយនិងកូនដើរដល់របងផ្ទះស្រាប់តែម្ដាយឃើញសត្វមួយហ្វូងកំពុងស៊ីស្រូវគាត់ស្រែកឡើងថានោះមាន់ស៊ីស្រូវអស់ហើយតៃតៃមើលទៅសត្វនោះហើយស្រែកថាទេវាជាទាតាមិនមែនមាន់ទេម៉ាក់តោះយើងសង្កេតតើនៅលើសត្វមាន់មានអ្វីខ្លះនេះគឺមាន់ឈ្មោលវាមានសេភ្នែកជំពុះនង់ជើងក្រញាំខ្នាយស្លាបនិងកន្ទុយខាងក្រោមនេះគឺមាន់ញីកូនមាន់និងពងមាន់សៀវភៅដែលខ្ញុំកំពុងអាននេះមានលក់នៅតាមបណ្ណាគារនិងមានតម្លៃសមរម្យសូមចូលរួមគាំទ្រអ្នកនិពន្ធនិងវិចិត្រករខ្មែរយើងដោយការទិញសៀវភៅមកអានដោយផ្ទាល់ព្រោះការអានបាក់សន្លឹកសៀវភៅដោយផ្ទាល់ពិតជាពិសេសជាងការអានតាមរយៈអេក្រង់ទូរស័ព្ទជួបគ្នាសៀវភៅក្រោយទៀតបាយបាយ